រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រគឺចម្រៀងមនោសញ្ចេតនាមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍កាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសន្តាប់ដូចតទៅចម្រៀងទី8ទឹកចិត្តគ្រូបង្រៀនក្នុងនាមយើងគ្រូជាជនគំរូទាំងកាយស្មារតីត្រូវមានខន្តីពីរសសម្ដីគំរូដល់មនុស្សត្រូវចេះអំណត់ខន្តីប្រកបដល់សិស្សស្រីប្រុសមានចិត្តសន្តោសលុទោសកំហុសដល់សិស្សគ្រប់គ្នាក្នុងនាមគ្រូល្អស្រាវជ្រាវបន្តប្រឹងគ្រប់វេលារូបរះមនីមនានិយ័តការងារកសាងធនធានបណ្ដុះបញ្ញាឲ្យសិស្សឧស្សាហ៍លុតដំខ្លួនប្រាណក្រេបយកឲ្យបានវិជ្ជាជាស្ពានរស្មីជីវិតក្នុងនាមជាគ្រូខិតខំតស៊ូប្រឹងប្រែងគូគិតខំមួយជីវិតប្រឹងច្នៃប្រឌិតរកវិធីល្អឲ្យសិស្សឆាប់ចេះខ្ពង់ខ្ពស់ចំណេះដំរេះបវរឥតគិតមានក្រស្រាវជ្រាវបន្តទៅជាតិរុងរឿងបរិញ្ញាបូក1ចំនួន6បដិញ្ញាលើកស្ទួយបណ្ដុះធនធានតស៊ូបដូរផ្ដាច់តាំងចិត្តជាស្ពានចម្លងអ្នករៀនឈានដល់គោលដៅនិពន្ធដោយខ្ញុំបាទសសេរីយុកោនិពន្ធនៅថ្ងៃទី10ខែ4ឆ្នាំ2001អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា